ពីមេរៀនការស្ដាប់តែមេរៀនទី22កុំអាចចេះសន្សំចៃថ្ងៃទី1ចាតែឥឡូវបន្ទាប់ពីកូនស្ដាប់ឮការនិទានរឿងពីកុមារចេះសន្សំចៃហើយឥឡូវកូនស្ដាប់ឮពាក្យអីខ្លះផងចាឥឡូវអ្នកគ្រូនឹងស្ដាប់ឮពាក្យជួយកាត់ជាមួយអ្នកគ្រូមើលកូនមិនពេលដែលអ្នកគ្រូចាក់ឲ្យកូនស្ដាប់ហ្នឹងកូនស្ដាប់ឮពីអីទៀតផងចាដេកណាចាតាឥឡូវកូនសាក់គិតជាដៃគូហើយតាមតុកហ្នឹងកូនតាកូនពេលដែលអ្នកគ្រូចាក់មិញហ្នឹងកូនស្ដាប់ឮពីអីទៀតបើសិនជាកូនអត់យល់នេះទេកូនដាក់ដៃលើតុហើយបែរមុខមកស្ដាប់អ្នកគ្រូចាគឺពាក្យថែរក្សានោះគឺមានន័យថាកូនមានន័យថាកុំឲ្យបាត់បង់យើងថែរក្សាវាទុំកុំឲ្យបាត់បង់ហើយពាក្យនេះពាក្យប្រេផ្ដានោះមានន័យថាអត់សម្រាប់ធ្ងន់អត់កន្លងឬក៏អត់កន្លងអត់សម្រាប់ធ្ងន់ឬក៏អត់ត្រង់ផ្លូវគឺប្រេផ្ដាហើយដល់មកពាក្យនេះពាក្យសន្សំចៃគឺយើងទៅបិទទៀតយើងទៅថាអ្នកគ្រូថាចាត់ការចែកលុយយើងទៅបិទទៀតយើងសន្សំចៃស្មានយើងទៅបិទទៀតលុយចឹងណាកូនចាតែឥឡូវអ្នកគ្រូមានអីឲ្យកូនមើលមួយកូនមើលអ្នកគ្រូមកតែទៅតបចាឥឡូវអ្នកគ្រូមានរូបភាពតែឥឡូវកូនឃើញរូបភាពអីនៅក្នុងអត្ថបទនេះកូនចាកូនឃើញរូបភាពអីខ្លះមានរូបភាពសើចាអានសិភៅមានមួយទៀតកូនចាសើកន្លែងគ្នាតែឥឡូវតាមរយៈរូបភាពហ្នឹងឯងកូនអាចឆ្លើយចម្លើយតកតងទៅនឹងចំណងជើងបានអត់កូនចាកូនអាចឆ្លើយបានเนาะចាចំពោះការបរិយារបស់នេះខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណដល់អ្នក